Hello ជំរាបសួរចាខ្ញុំថ្ងៃនេះមករៀបរាប់នៅខាងប្រទេសចិនតៃវ៉ាន់ហើយនាងខ្ញុំក៏បានរស់នៅប្រទេសចិនតៃវ៉ាន់20ឆ្នាំជាងហើយថ្ងៃនេះបានគ្រួសារនាំមកដើរលេងនៅខាងណាន់ថហើយនេះក៏ជាកន្លែងដែលខ្ញុំឈប់សម្រាកពួកខ្ញុំក៏បានឆ្លៀតចូលនៅនឹងហាងមួយលក់តែនេះគឺល្បីថានៅខាងណាន់ថលក់តែក្រហមនេះក្នុងនេះគឺតាំងពីពណ៌ឲ្យយើងមើលម៉ាស៊ីនរបស់គេជំនាន់មុនគេផលិតតែក្រហមនឹងហើយនឹងពងនិយាយពីពណ៌តែក្រហមនឹងដែរពួកខ្ញុំក៏បានមកសាកផងលួងឆាសាកតែក្រហមនេះតើវាជាយ៉ាងណាតែក្រហមនេះពួកខ្ញុំហូបទៅឆ្ងាញ់វាអត់ចប់ទេហើយពួកខ្ញុំមកនេះក៏កម្រងថាមកទិញតែនេះយកផ្ញើជូនអ្នកផ្ទះព្រោះអីក្រុមគ្រួសារខ្ញុំក៏ចូលចិត្តហូបតែអញ្ចឹងហើយក៏បានចូលមកខាងនេះខាងក្រោយនេះក៏មានគេហាងកាហ្វេហើយនេះគឺតែដែលគេខ្ចប់ហើយហើយទៅអញ្ចឹងក៏ពួកខ្ញុំក៏បានមើលតើពួកខ្ញុំត្រូវទិញជាតែមួយណាខាងនេះធូបនេះស្អាតសំបីពេងក៏ស្អាតដែរគួរឲ្យស្រឡាញ់មែនទេខ្ជិបហ្មង用瓶子灌，用铁罐吧。里面我们会帮你装到70公克，不用ก็បានទិញតែ里面一样有一个内盖，ប្រក់ពណ៌ក្រហមនេះ盖子内盖。ទិញបានផ្ញើជូនផ្ទះទៅ价钱一样的吗？都是同样的红玉红茶，只是这两种的话，一罐是包多了一个花草加。គ្រប់ខាងនេះក៏មានគេនិយាយពីប្រវត្តិតែនឹងដែរក្នុងគេតុបតែងឲ្យយើងមើលការរបៀបតុបតែងរបស់គេពេញធុបរាណជាដើមតែចិញ្ចៀនថ្លឹងតែគេពីមុនហើយនេះលួយបុរាណហើយមានទាំងសិភៅពីមុនទៀត